កាពីព្រេងនាយមានរីធីតាស្រស់ព្រឹមព្រៃចូលចិត្តវត្ថុធ្វើអំពីមាសសំបីតាក្រែសម្លៀកបំពាក់និងស្បែកជើងក៏ធ្វើអំពីមាសទាំងអស់គ្រឿងលេងរបស់រីធីតាក៏ផលិតអំពីមាសដែររាល់ថ្ងៃរីធីតាលេងជាមួយកូនបាល់មាសជាប្រចាំជារឿយៗរីធីតាតែងអង្គុយលេងនៅក្បែរមាត់អណ្ដូងថ្ងង់ព្រៃដែលនៅជាប់ជាមួយរាជវាំងរាជធីតាបានប្រឡែងលេងជាមួយបាល់មាសតូចដោយបោះចាប់ចុះឡើងដោយម្រាមដៃដ៏ស្រទន់របស់នាងនាថ្ងៃមួយដោយសំណាងមិនល្អកូនបាល់នោះបានរបូតចេញពីដៃធ្លាក់ចូលទៅក្នុងអណ្ដូងដែលមានទឹកជ្រៅហើយមិនអាចមើលឃើញបាតអណ្ដូងទៀតខងដូច្នេះហើយទើបរាជធីតាមិនសប្បាយចិត្តដោយការបាត់បាល់នេះរាជធីតាយំខ្សឹកខ្សួលថាលោកអើយយើងមិនអាចយកវាមកវិញបានទេព្រះបិតាពិតជាបន្ទោសហើយរំពេចនោះមានសម្លេងមួយនិយាយចេញពីអណ្ដូងទឹកអោកញ្ញាដ៏ស្រស់អើយតើមានរឿងហេតុអ្វីបានជាស្រក់ទឹកនេត្រាយ៉ាងដូចនេះរាជកញ្ញាឮសម្លេងនិយាយដូចនោះខំសម្លឹងរកមើលនៅជុំវិញតែរកមិនឃើញសោះវេលានោះក៏ឮសម្លេងនិយាយតិចតិចថាអោនចុះមកនេះរាជកញ្ញាអោនមើលទៅក្នុងអណ្ដូងស្រាប់តែឃើញសត្វកង្កែបមួយក្បាលកំពុងអើតក្បាលចេញពីទឹកលឹមលឹមរាជកញ្ញានិយាយកង្កែបទេតាឯងដឹងហើយថាយើងមិនសប្បាយចិត្តដោយសារបាល់មាសធ្លាក់ចូលក្នុងអណ្ដូងកង្កែបតបខ្ញុំអាចយកជូននាងបានតាឲ្យអ្វីមកខ្ញុំវិញរាជកញ្ញាស៊ូបញ្ជាក់ថាតាឯងពិតជាយកមកវិញបានមែនឬកង្កែបតបវិញថាប្រកាសណាស់ខ្ញុំបានរស់នៅក្នុងអណ្ដូងនេះនិងស្គាល់គ្រប់ទីកន្លែងទាំងអស់រាជកញ្ញានិយាយល្អណាស់ខ្ញុំសប្បាយចិត្តនឹងផ្ដល់រង្វាន់តើឯងចូលចិត្តអ្វីដែរឯងត្រូវការគ្រឿងអលង្ការឬមកុដមាសរបស់យើងមែនទេកង្កែបតបវិញតើខ្ញុំអាចយករបស់ទាំងអស់នោះមកធ្វើអ្វីប៉ុន្តែខ្ញុំអាចយកបាល់មាសជូនវិញដរាបណាត្រូវសន្យាធ្វើជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំនិងយល់ព្រមឲ្យខ្ញុំទទួលទានអាហារនិងដេកនៅក្នុងបន្ទប់ជាមួយរាជកញ្ញាឆ្លើយយល់ព្រមបានឯងអាចជាមិត្តដ៏ល្អរបស់យើងប៉ុន្តែនៅក្នុងចិត្តរបស់រាជកញ្ញាមិនចូលចិត្តកង្កែបទាល់ទេសោះកង្កែបមុជចូលក្នុងអណ្ដូងទឹករួចងើបឡើងវិញដោយមាត់មានពាមបាល់មាសមកជាមួយផងភ្លាមនោះកង្កែបក៏បានទម្លាក់បាល់នៅក្បែរជើងរបស់រាជកញ្ញាក្រោយពីបានឃើញបាល់មាសរាជកញ្ញាក៏ចាប់យកវាហើយរត់ចេញដោយមិននិយាយអរគុណមួយម៉ាត់ណាឡើយកង្កែបស្រែកអេចាំខ្ញុំផងចាំខ្ញុំផងមិនតាន់ទេរាជកញ្ញាមិនខ្វល់ជាមួយការស្រែកហៅរបស់កង្កែបគិតតែពីរត់រហូតដល់រាជវាំងនិងសប្បាយចិត្តខ្លាំងណាស់ដោយភ្លេចគិតអំពីពាក្យសន្យាជាមួយកង្កែបរាជកញ្ញាភ្លេចពាក្យសន្យាតែនៅថ្ងៃបន្ទាប់ពេលរាជកញ្ញាកំពុងទទួលទានអាហារពេលល្ងាចក៏បានឮសំឡេងអ្វីមួយកំពុងគោះទ្វារបន្ទាប់មកទៀតឮសូរសំឡេងស្រែកហៅរាជកញ្ញាបើកទ្វារផងរាជកញ្ញាភ្លេចពាក្យសន្យាជាមួយកង្កែបហើយដោយចង់ដឹងផងក៏រត់ទៅបើកទ្វារពេលទ្វារបើករាជកញ្ញាឃើញកង្កែបនៅទីនោះដោយមានស្បែកខៀវជាប់ផ្លឹកគួរឲ្យក្អើបរអើមរំពេចនោះរាជកញ្ញាក៏ទាញទ្វារបិទវិញយ៉ាងប្រញាប់រាជកញ្ញាត្រឡប់មកតុបាយវិញដោយទឹកមុខមិនរីករាយដូច្នេះហើយទើបព្រះបិតាអាចដឹងថាមានអ្វីមួយមិនប្រក្រតីកើតឡើងព្រះបិតាសួរតើមានយក្សមកឬហេតុអ្វីបានជាបុត្រីភ័យខ្លាំងម្ល៉េះរាជធីតាតបទេព្រះបិតានោះគ្រាន់តែជាកង្កែបកក់ខ្វក់មួយក្បាលតែប៉ុណ្ណោះព្រះបិតាសួរតើកង្កែបនោះធ្វើអ្វីបុត្រីរាជធីតាក៏ចាប់ផ្ដើមនិយាយរឿងដែលកើតឡើងប្រាប់ទៅព្រះបិតាគ្រាដែលនាងឮសូរសំឡេងគោះទ្វារកង្កែបអង្វររាជកញ្ញាឲ្យខ្ញុំចូលផងតើភ្លេចហើយពាក្យសន្យានៅមាត់អណ្ដូងស្ដេចរាជបញ្ជាថាបើបុត្រីសន្យាបុត្រីត្រូវរក្សាការសន្យានោះទៅបើកទ្វារឲ្យគេចូលមករាជធីតាស្រក់ទឹកភ្នែករួចឆ្លើយថាព្រះបិតានោះគ្រាន់តែជាកង្កែបកក់ខ្វក់មួយក្បាលតែប៉ុណ្ណោះតើឲ្យបុត្រធ្វើមិត្តជាមួយម្ដេចតើឲ្យចូលដូចម្ដេចព្រះបិតាបញ្ជាក់ថាបុត្រីទីស្រឡាញ់បុត្រត្រូវតែរក្សាការសន្យាដោយមិនត្រូវគិតថាវាមានតម្លៃតិចឬច្រើនទេឆាប់ទៅបើកទ្វារហើយឲ្យគេចូលមក
ដោយក្តីមួម៉ៃរាជកញ្ញាបើកទ្វារកង្កែបក៏លោតតាមក្រោយឆ្ពោះទៅតុបាយរួចនិយាយថាលើខ្ញុំដាក់លើតុបាយក្បែរព្រះនាងផងកញ្ញាតបកុំធ្វើរឿងក្រអឺក្រដូតពេកបិតានិយាយហើយសម្លឹងទៅបុត្រីធ្វើតាមសំណូមពរគេទៅរាជកញ្ញាមិនមានចម្រិតក៏សម្រេចចិត្តលើកកង្កែបឲ្យអង្គុយក្បែរកង្កែបលោតឡើងលើតុរួចនិយាយថារុញចានមកដើម្បីឲ្យខ្ញុំទទួលទានអាហារបានជាមួយផងរាជកញ្ញាបានរុញចានបាយរបស់នាងទៅជិតកង្កែបព្រោះព្រះបិតារបស់ព្រះនាងកំពុងតាមសម្លឹងរាជកញ្ញាក្អើបនៅអាហារដែលនៅសល់ពីកង្កែបពេលវាស៊ីឆែតហើយកង្កែបនិយាយថានាំខ្ញុំទៅដេកនៅក្នុងបន្ទប់របស់ព្រះនាងផងរាជធីតាចាប់ផ្ដើមយំម្ដងទៀតកាលបើឮកង្កែបកក់ខ្វក់សុំដេកនៅក្នុងបន្ទប់ជាមួយប៉ុន្តែនៅពេលនោះព្រះបិតាទូលមានថាត្រូវគោរពពាក្យសន្យារបស់បុត្រីមិនត្រូវរំលាលគុណញាក់ដែលបានជួយបុត្រពេលមានអាសនៈរាជធីតាតបដោយក្តីមិនសប្បាយចិត្តបុត្រគោរពតាមព្រះបិតាកញ្ញាចាប់កង្កែបដែលចុងម្រាមដៃពីររួចនាំយកទៅបន្ទប់របស់នាងពេលទៅដល់បន្ទប់ក៏ទម្លាក់កង្កែបនៅឯកៀនជញ្ជាំងឆ្ងាយពីគ្រែរបស់នាងរាជធីតាប្រាស់ខ្លួនដេកលើភួកពេលនោះព្រះនាងក៏បានឮសូរកង្កែបកំពុងលោតនៅក្បែរនោះកង្កែបនិយាយខ្ញុំហត់នឿយណាស់ឲ្យខ្ញុំដេកលើគ្រែជាមួយផងបើមិនដូច្នោះទេខ្ញុំនឹងជម្រាបព្រះបិតាព្រះនាងដោយឮដូចនោះរាជធីតាក៏ចាប់ញាត់កង្កែបដាក់ក្រោមភួយនិងទុកក្បាលបន្តិចចេញមកខាងក្រៅពេលរាជធីតាកេងចិត្តលក់ស្រាប់តែឮសំឡេងនៅក្បែរនោះរួចក៏បើកភ្លើងបំភ្លឺនាងភ្ញាក់ផ្អើលពេលឃើញកង្កែបកំពុងចាំខ្សឹកខ្សួលលើខ្នងព្រះនាងសួរណែកង្កែបតើមានរឿងអ្វីទៀតហើយឯងបានអ្វីអស់ដែលឯងចង់បានហើយហេតុដូចម្ដេចទៅតែមិនសប្បាយចិត្តកង្កែបតបអ្វីដែលខ្ញុំចង់បានគឺមិត្តភាពប៉ុន្តែខ្ញុំដឹងថារាជធីតាមិនចូលចិត្តខ្ញុំទេដូច្នេះខ្ញុំគួរតែត្រឡប់ទៅរស់នៅអណ្ដូងវិញរាជធីតាឮសូរកង្កែបនិយាយដូចនោះមានចិត្តខ្មាស់អៀនចំពោះអាកប្បកិរិយាមិនសមរម្យរាជធីតានិយាយលួងកុំយំចាប់ពីពេលនេះខ្ញុំរីករាយធ្វើជាមិត្តរបស់ឯងសូមអភ័យទោសចំពោះអាកប្បកិរិយាមិនគប្បីកន្លងមកកង្កែបសួរដោយយកដៃជូតទឹកភ្នែកតើរាជធីតាពិតជាធ្វើមិត្តជាមួយខ្ញុំពិតប្រាកដមែនឬរាជធីតាតបថាយើងនឹងធ្វើជាមិត្តល្អជាមួយកង្កែបតូចឯមែនចាប់ពីពេលនេះទៅនិយាយហើយរាជធីតាក៏ចាប់លើកង្កែបហើយថើបថ្មល់ខៀវរបស់កង្កែបមួយទៀតនិងនិយាយថារាត្រីសួស្ដីមួយរំពេចនោះកង្កែបតូចក៏ប្រែខ្លួនទៅជារាជបុត្រាក្មេងយ៉ាងសង្ហារាជធីតាស្រែកអោព្រះអើយតើមានកើតអ្វីឡើងចំពោះឯងកង្កែបតូចតើអ្នកនៅទីណាអ្នកជានរណារាជបុត្រាតបយើងមិនមែនជាកង្កែបធម្មតាទេយើងជារាជបុត្រាយើងត្រូវវេទមន្តមេធ្មប់ឲ្យក្លាយជាកង្កែបពេលព្រះបិតាយើងដែលជាស្ដេចនៃអាណាចក្រក្បែរនេះបានបោះបង់មេធ្មប់នោះចោលយើងត្រូវរស់នៅជាសត្វកង្កែបអស់ពេលជាង10ឆ្នាំហើយមានតែរាជធីតាទេដែលអាចបន្សាបវេទមន្តនេះបានដោយការថាបនេះរាជធីតាស្រែកអស្ចារ្យណាស់ខ្ញុំរីករាយសម្រាប់ទទួលព្រះរាជបុត្រាហេតុការណ៍នេះត្រូវបានជ្រាបដល់ស្ដេចភ្លាមក្នុងអាណាចក្រទាំងមូលរីករាយការយាងទៅដល់របស់ព្រះរាជបុត្រានិងរាជធីតាបានក្លាយទៅជាមិត្តល្អមិនប៉ុន្មានឆ្នាំក្រោយមកពួកគេបានរៀបការជាមួយគ្នាហើយរស់នៅសុខសប្បាយតរៀងទៅ